សួស្តីប្រិមិត្តបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ព្រឺព្រួយយប់ងងឹតទាំងអស់គ្នាបាទយប់នេះ Admin នឹងមកឡងប្រិមិត្តបងប្អូនទាំងអស់គ្នាទៀតហើយយប់នេះគឺកាន់តែរន្ធត់កាន់តែសាហាវខ្លាំងតែម្ដងព្រោះយប់នេះ Admin ទទួលបានរឿងមួយដែលជារឿងពិតបាទគឺ Admin ទទួលបានមកពីអ៊ំប្រុសម្នាក់ដែលគាត់ជាអាចារ្យដុតខ្មោចនៅក្នុងវត្តអញ្ចឹង Admin សូមអត់បញ្ចេញឈ្មោះព្រោះខ្លាចប៉ះពាល់ដល់គាត់អញ្ចឹងហើយរឿងហ្នឹងគឺរឿងខ្មោចពស់ធំដែលដុតសពនៅក្នុងវត្តអញ្ចឹងលោកតាម្នាក់គាត់បានដុតបាទនាងដែលជាខ្មោចហ្នឹងនៅក្នុងវត្តចឹងហើយនៅពេលដែលគាត់ដំណើរឲ្យ Admin ស្ដាប់គឺព្រឺព្រួចរន្ធត់ខ្លាចខ្លាំងតែម្ដងហើយក៏ Admin សរសេរជាអត្ថបទដើម្បីយកមកដំណើរឲ្យប្រិមិត្តបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់បន្តអញ្ចឹងចង់ដឹងថារឿងខ្មោចពស់ធំនឹងរន្ធត់ខ្លាំងប៉ុណ្ណាបងប្អូនប្រិមិត្តអាចនឹងស្ដាប់នៅរឿងពេញជាមួយ Admin ទាំងអស់គ្នាហើយមួយទៀតបើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់បានចុច Subscribe ទេ Admin ជឿថាបងប្អូនមិនកណាញ់ទេគឺជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបាននៅរឿងថ្មីដែលជារឿងពិតបន្តទៀតអញ្ចឹងរឿងនេះគឺជារឿងពិតរឿងខ្មោចពស់ធំដុតសពក្នុងវត្តលួងសាហាវខ្លាំងតែម្ដងចឹងកុំឲ្យយើងខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅរឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងទៅនៅភូមិឆ្ងាយមួយមានវត្តចាស់មួយស្ថិតនៅចុងភូមិដែលមនុស្សភាគច្រើនមិនសូវហ៊ានទៅពេលយប់ព្រោះមានពាក្យចចាមរាមថាមានខ្មោចពស់ធំមួយដែលតែងតែលេចឡើងនៅក្បែរទីដុតខ្មោចមនុស្សចាស់ក្នុងភូមិប្រាប់ថាមុននេះច្រើនឆ្នាំមានស្ត្រីម្នាក់ស្លាប់ទាំងមានផ្ទៃពោះធំនាងស្លាប់ដោយការឈឺចាប់ខ្លាំងហើយសពត្រូវបានយកទៅដុតនៅក្នុងវត្តនោះតែចាប់ពីថ្ងៃនោះមកមានរឿងចម្លែកកើតឡើងជាបន្តបន្ទាប់នៅយប់មួយមានក្រុមយុវជន3នាក់ដែលមានឈ្មោះថាវុធី សុខា និងតារាបានសាកល្បងទៅវត្តនឹងដើម្បីបង្ហាញថាពួកគេមិនចេះខ្លាចខ្មោចទេពួកគេនាំគ្នាដើរចូលវត្តនៅម៉ោង 7:12 យប់ខ្យល់បក់ត្រជាក់ខ្យល់ឮសូរសំឡេងដូចគេនិយាយខ្សឹបពេលដល់ក្បែរទីដុតសពសុខាធ្លាក់ស្មារតីបន្តិចហើយនិយាយថាហេអ្នកទាំងអស់គ្នាអ្នកណាកំពុងឈរនៅទីនោះវុធីនិងតារាមើលទៅហើយពួកគេឃើញរូបមួយឈរក្បែរទីដុតសពដែលរាងខ្មៅងងឹតរូបនោះមានពស់ធំចម្លែកខ្លួនស្ដើងសក់វែងរអិលចុះមកគ្រប់មុខភ្លាមនោះសំឡេងយំចាប់ផ្ដើមឮសូររអ៊ូចេញពីរូបនោះតារាចាប់ផ្ដើមញ័រខ្លាំងហើយនិយាយថាអត់មែនទេនេះមិនមែនជាមនុស្សទេរូបនោះបន្តដើរមកយឺតមកជិតពួកគេពោះរបស់វាធំហាក់ដូចមានអ្វីចាក់ឡាត់នៅក្នុងពោះសំឡេងឆ្អឹងក្រឡុកធ្វើឲ្យឈាមត្រជាក់តាមខ្នងភ្លាមវាឈប់ហើយអើតក្បាលឡើងមុខរបស់វារលួយភ្នែកខ្មៅជ្រៅហើយមានឈាមហូរចេញពីមាត់សុខាស្រែកខ្លាំងតោះយើងរត់ប៉ុន្តែវុធីមិនទាន់រត់បានទេបាទព្រោះដៃត្រចៀកមួយបានចាប់ជើងគាត់ពីក្រោយពេលគាត់មើលចុះទៅគាត់ឃើញដៃខ្មៅលាតចេញពីដីហើយបន្តទាញគាត់ចុះតារានិងសុខារត់គេចខ្លួនទៅវិញ
ប៉ុន្តែសំឡេងស្រែករបស់វុធីនៅតែឮពីក្រោយវុធីស្រែកថាជួយខ្ញុំផងកុំរត់ចោលខ្ញុំថ្ងៃបន្ទាប់ពួកគេត្រឡប់ទៅវត្តជាមួយអ្នកភូមិតែអ្វីដែលពួកគេឃើញធ្វើឲ្យគ្រប់គ្នាស្ទើរតែសន្លប់នៅក្បែរទីដុតសពមានស្នាមដុតថ្មីនិងឆ្អឹងខ្លះហាក់ដូចមាននរណាម្នាក់ត្រូវបានដុតនៅយុគមិញចាប់ពីថ្ងៃនោះមកមនុស្សក្នុងភូមិឮសំឡេងយំនិងក្លិនឆ្អឹងឆ្អែងពេលយប់មានអ្នកមួយចំនួនបានឃើញស្ត្រីពោះធំដើរមកជិតវត្តហើយយកសពដែលគេដុតទៅញ៉ាំឬដុតឡើងវិញអ្នកចាស់ម្នាក់បាននិយាយថានាងមិនបានសុខទេកូននៅក្នុងពោះនាងក៏មិនបានកើតនាងคล้ายជាអាបត្រូវការសាច់សពនិងឈាមចាប់ពីពេលនោះមកគ្មាននរណាហ៊ានទៅវត្តនោះនៅពេលយប់ទៀតទេព្រោះមានអ្នកជឿថាខ្មោចពស់ធំនោះនៅតែរងចាំមនុស្សបន្ទាប់ពីយប់នោះដែលវុធីបាត់ខ្លួនភូមិនោះមិនដែលស្ងប់ស្ងាត់ដូចមុនទៀតឡើយសុខានិងតារាคล้ายជាមនុស្សដែលភ័យខ្លាចគ្រប់យ៉ាងពេលគេងពួកគេច្រើនសុបិនឃើញរូបស្ត្រីពោះធំឈរនៅចុងគ្រែភ្នែកខ្មៅឈាមហូរពីមាត់ហើយនិយាយស្រាលថាយកកូនខ្ញុំមកវិញយប់មួយសុខាភ្ញាក់ពីដំណេកដោយសំឡេងក្រឡុកដូចមានសំឡេងអ្វីមួយនៅក្នុងពោះមនុស្សគាត់បើកភ្នែកយឺតហើយឃើញទ្វារបន្ទប់បើកដោយខ្លួនឯងខ្យល់ត្រជាក់ចូលមកជាមួយក្លិនឆ្អឹងឆ្អែងនៅចុងបន្ទប់មានស្ត្រីម្នាក់ឈួរពោះធំដូចដែលគាត់បានឃើញនៅក្នុងវត្តសុខាស្ទើរតែស្លាប់ក្នុងចិត្តមិនអាចស្រែកមិនអាចរត់ស្ត្រីនោះដើរយឺតមកជិតគាត់ហើយលើកដៃត្រជាក់មកប៉ះមុខគាត់កូនខ្ញុំនៅឯណាភ្លាមនោះគេស៊ូបាទពោះរបស់វាធ្វើសំឡេងដាច់ហើយមានដៃតូចលេចចេញពីពោះវាសុខាស្រែកខ្លាំងហើយភ្លេចខ្លួនដួលសន្លប់ថ្ងៃបន្ទាប់មកទៀតគាត់ត្រូវបានរកឃើញនៅក្នុងបន្ទប់ប៉ុន្តែមុខរបស់គាត់ស្ទើរតែដូចមនុស្សគ្មានឈាមនៅលើពោះគាត់មានស្នាមដៃតូចជាច្រើនដូចកូនក្មេងកំពុងចាប់ចំណែកតារាគាត់គិតថាគាត់ត្រូវតែបញ្ចប់រឿងនេះគាត់ទៅសួរអ្នកចាស់ម្នាក់នៅភូមិដែលធ្លាប់ដឹងរឿងអាបនោះអ្នកចាស់និយាយថាខ្មោចនោះមិនមែនតែស្ត្រីទេវាមានកូននៅក្នុងពោះហើយកូននោះមិនបានកើតវាឃ្លានវាចង់រស់តារាស៊ូតើយើងអាចបញ្ឈប់វាបានទេអ្នកចាស់ឆ្លើយយឺតមានតែវិធីតែមួយទេត្រូវយកឆ្អឹងរបស់វាមកធ្វើពិធីបើមិនដូច្នេះវានឹងយកមនុស្សទៅជំនួសយប់នោះតារានិងសុខាទោះខ្លាចប៉ុណ្ណាក៏ត្រូវតែត្រឡប់ទៅវត្តវិញពេលដល់ទីដុតសពពួកគេឃើញភ្លើងតូចកំពុងឆេះដោយខ្លួនឯងនិងសំឡេងស្ត្រីសើចស្រាលហាតារាចាប់ដៃសុខាហើយនិយាយថាយើងត្រូវធ្វើឲ្យលឿនពួកគេចាប់ផ្ដើមជីកដីកន្លែងដែលជឿថាជាសពរបស់នាងតែភ្លាមនោះដីចាប់ផ្ដើមញ័រដៃជាច្រើនលេចចេញពីដីហើយរូបស្រីពោះធំលេចឡើងពីក្រោយពួកគេភ្នែកវាឡើងក្រហមហើយស្រែកខ្លាំងអ្នកយកកូនខ្ញុំទៅណាសុខារត់គេចប៉ុន្តែជើងគាត់ត្រូវបានអ្វីមួយចាប់
ពេលមើលទៅក្រោមគាត់ឃើញកូនខ្មោចតូចៗជាច្រើនកំពុងឡើងលើជើងគាត់តារាស្រែកសុខាតែយឺតពេលកូនខ្មោចទាំងនោះចាប់គាត់ហើយទាញគាត់ចុះពីដីជាមួយសំឡេងស្រែកដ៏គួរឲ្យភ័យខ្លាចតារាភ័យខ្លាចដល់កម្រិតមិនអាចធ្វើអ្វីបានគាត់រត់គេចខ្លួនដោយមិនងាកមើលក្រោយព្រឹកឡើងសុខាក៏បាត់ដូចវុធីមិនមានសាកសពមិនមានស្នាមមានតែសំឡេងខ្យល់បក់ត្រជាក់នៅវត្តចំណែកតារាគាត់រស់ប៉ុន្តែគាត់មិនដូចមនុស្សទៀតឡើយគាត់តែងតែនិយាយម្នាក់ឯងហើយរាត្រីណាមួយគាត់ស្រែកថាកុំយកខ្ញុំទៅកុំយកកូនខ្ញុំទៅអ្នកភូមិជឿថាខ្មោចពស់ធំមិនត្រឹមតែយកជីវិតទេវានឹងយកព្រលឹងរបស់អ្នកហើយធ្វើឲ្យអ្នកคล้ายជាផ្នែកមួយនៃវាហើយនៅរាត្រីងងឹតនៅវត្តចាស់នោះនៅមានសំឡេងស្ត្រីសើចនិងសំឡេងកូនខ្មោចយំមិនដែលឈប់ក្រោយពីសុខានិងវុធីបាត់ខ្លួននៅភូមិនោះមិនមាននរណាហ៊ាននិយាយពីវត្តនោះទៀតទេតែរឿងមិនបានបញ្ចប់ឡើយព្រោះតារាមនុស្សតែម្នាក់ដែលរស់នៅកំពុងផ្លាស់ប្ដូរគាត់ចាប់ផ្ដើមស្ដើងខ្សោយមិនសូវញ៉ាំអាហារហើយពោះរបស់គាត់ចាប់ផ្ដើមពោះឡើងបន្តិចម្ដងទោះបីជាគាត់ជាប្រុសក៏ដោយអ្នកភូមិចាប់ផ្ដើមខ្លាចមានអ្នកមួយចំនួននិយាយថាខ្មោចពស់ធំវាចូលក្នុងខ្លួនគាត់ហើយយប់មួយតារាគេងមិនលក់គាត់ឮសំឡេងមកពីក្នុងពោះគាត់ម៉ាក់ខ្ញុំឃ្លានគាត់ភ្ញាក់ភ្លាមហើយកាន់ពោះដោយដៃញអត់ទេអត់មែនទេតែពោះគាត់ចាប់ផ្ដើមចលនាដូចមានអ្វីមួយកំពុងរុញចេញពីខាងក្នុងសំឡេងនោះបន្តឃ្លានសាចតារាភ័យខ្លាចដល់កម្រិតរត់ចេញពីផ្ទះហើយរត់ទៅវត្តដូចជាមានអ្វីមួយហៅគាត់ទៅពេលទៅដល់វត្តព្រះច័ន្ទភ្លឺស្រទន់បំភ្លឺទីដុតសពដែលមើលទៅដូចកំពុងរងចាំគាត់ភ្លាមនោះរូបស្ត្រីពស់ធំលេចឡើងមុខគាត់ភ្នែកក្រហមសក់រំអិលនិងសំឡេងត្រជាក់អ្នកត្រូវជួយខ្ញុំឲ្យកូនខ្ញុំកើតតារាថយក្រោយខ្ញុំមិនចង់ស្លាប់ទេស្ត្រីនោះញញឹមយឺតអ្នកមិនស្លាប់ទេអ្នកនឹងក្លាយជាខ្ញុំភ្លាមពោះរបស់តារាផ្ទុះការឈឺចាប់គាត់ដួលចុះដីហើយស្រែកយ៉ាងខ្លាំងសំឡេងក្រឡុកចេញពីក្នុងពោះគាត់ហើយសាច់ពោះគាត់ចាប់ផ្ដើមបែកឈាមហូរចេញយ៉ាងច្រើនដៃតូច1 2 3លេចចេញពីពោះគាត់ហើយបន្តទាញចេញជាមួយសំឡេងទីរក់យំប៉ុន្តែសំឡេងនោះគួរឲ្យភ័យខ្លាចជាងធម្មតាចុងក្រោយកូនខ្មោចតូចមួយលេចចេញពីពេញភ្នែកខ្មៅធ្មេញមុតនិងមុខពោពេញដោយឈាមតារាស្លាប់ភ្លាមមិនអាចស្រែកបានស្ត្រីពស់ធំយកកូននោះឡើងហើយសើចយ៉ាងសាហាវចុងក្រោយខ្ញុំបានកូនខ្ញុំវិញហើយភ្លាមភ្លើងនៅទីដុតសពឡើងខ្ពស់ដុតរាងកាយតារាដូចជាពិធីអាក្រក់មួយថ្ងៃបន្ទាប់អ្នកភូមិរកឃើញសាកសពតារាតែពោះគាត់បើកចំហគ្មានអ្វីនៅខាងក្នុងមានតែឈាមស្ងួតចាប់ពីថ្ងៃនោះទៅមានអ្នកឃើញស្ត្រីពស់ធំមិនតែម្ដងទេប៉ុន្តែឃើញកូនខ្មោចតូចមួយដើរតាមក្រោយនាងយប់ណាដែលមានអ្នកស្លាប់ពួកវានឹងមកដល់ដុតសពហើយស្វែងរកមនុស្សថ្មី
អ្នកចាស់ក្នុងភូមិនិយាយថាវាមិនបានបញ្ចប់ទេវាបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតហើយប្រសិនបើអ្នកឮសំឡេងទារកយំនៅក្បែរវត្តពេលយប់កុំងាកមើលកុំឆ្លើយព្រោះប្រសិនបើអ្នកឆ្លើយអ្នកអាចក្លាយជាអ្នកបន្ទាប់សម្រាប់រឿងខ្មោចពស់ធំដុតនៅក្នុងវត្តគឺបានបញ្ចប់ត្រឹមប៉ុណ្្នឹងសូមប្រិមិត្តបងប្អូនអ្នកស្ដាប់បើសិនជាបានស្ដាប់តាំងពីដើមដល់ចប់ហើយគិតថាជក់ចិត្តហើយនឹងចូលចិត្តបងប្អូនជួយចុច like ជួយចុច subscribe ដើម្បីទទួលបាននៅវីដេអូរឿងរន្ធត់បន្តទៀតអញ្ចឹង admin មានតែប៉ុណ្្នឹង admin សូមអរគុណប្រិមិត្តបងប្អូនអ្នកស្ដាប់ទាំងអស់គ្នា admin សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អសូមអរគុណសូមជម្រាបលា